រូបថតដំបូងគេបង្អស់លើលោកត្រូវចំណាយពេលរហូតទៅដល់8ម៉ោងឯណោះទើបបានរូបមួយសន្លឹកតើកាមេរ៉ាសម័យនោះមានរូបរាងបែបណាតោះមកដឹងទាំងអស់គ្នាប្រវត្តិនៃការបង្កើតកាមេរ៉ាដំបូងគេបង្អស់គឺជារឿងដ៏ជូរចត់មួយដែលបានកើតចេញអំពីការវិវត្តជាច្រើនដំណាក់កាលប្រសិនបើយើងនិយាយអំពីកាមេរ៉ាដែលថតហើយរក្សារូបទុកបានជាអចិន្ត្រៃយ៍ដំបូងគេបង្អស់នោះគឺវាបង្កើតឡើងនៅសតវត្សទី19ខាងក្រោមនេះគឺជាប្រវត្តិអ្នកបង្កើតនិងផលិតកាមេរ៉ាដំបូងគេបង្អស់អ្នកដែលបានបង្កើតកាមេរ៉ាថតរូបឲ្យជាប់នៅលើពិភពលោកដំបូងគេបង្អស់គឺមានពីររូបសំខាន់ដែលជាអ្នកព្រួយផ្ដើមនិងម្នាក់ទៀតជាអ្នកធ្វើឲ្យជោគជ័យខ្លាំង1លោក Joseph Nicephorniev អ្នកថតរូបដំបូងគេនៅឆ្នាំ1826ខ្លះថានៅឆ្នាំ1827លោកគឺជាជនជាតិបារាំងបានរកឃើញវិធីថតរូបដំបូងគេបង្អស់លោកបានប្រើប្រាស់ប្រអប់ងងឹតកាមេរ៉ា Obscura រួមផ្សំជាមួយនឹងបន្ទះសំណប៉ាហាំងដែលស្របដោយសារធាតុជ័រម្យ៉ាងហៅថាជ័រប៊ីតាមិនដែលរលាយនៅក្នុងប្រេងធម្មជាតិដើម្បីបានរូបភាពមួយសន្លឹកលោកត្រូវបានបើកលែនកាមេរ៉ាឲ្យពន្លឺថ្ងៃចូលទៅប៉ះនឹងបន្ទះលោហៈនោះរហូតទៅដល់8ម៉ោងឯណោះឬលើសពីនេះរូបភាពដំបូងគេបង្អស់នោះឈ្មោះថា View from the Window at Lagras អ្នកបន្ថែមនៅបង្កើតកាមេរ៉ាពាណិជ្ជកាន់តែជោគជ័យខ្លាំងនោះគឺលោក Louis Daguerre ដោយសារតែបច្ចេកវិទ្យាលោក Soseniev ប្រើយូរពេកនិងទិដ្ឋភាពមិនសូវច្បាស់លោកក៏បានសហការជាមួយនឹងវិស្វករម្នាក់ទៀតឈ្មោះ Louis Daguerre បានបន្តអភិវឌ្ឍរហូតជោគជ័យនៅឆ្នាំ1839